សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំសូមឆ្លើយសំណួរបងច្រើនដែលគាត់សួរតាក់ទងមួយនឹង payout ការភ្ជាប់កាតអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំសូមបញ្យល់3ផ្នែកឲ្យបងប្អូនយល់តាក់ទងជាមួយនឹង payout account admin ទី1នេះបងប្អូនចង់ជ្រើសរើសយកមួយណាក៏បានដែរអត់បញ្ហាទេមានន័យថាបងប្អូនចង់ដាក់ admin ណាក៏បានដែរសម្រាប់ការភ្ជាប់ payout មានន័យថាភ្ជាប់ setting សំដៅភ្ជាប់ set up ដែលវា load ឲ្យយើងភ្ជាប់អាពណ៌ queue ហ្នឹងណាចឹងពេលដែលយើងចុចទៅបងប្អូនភ្ជាប់ជាមួយនឹង admin ណាក៏បានដែរអញ្ចឹងណាបញ្ជាក់បងប្អូនណាអត់បញ្ហាទេសម្រាប់ admin ដែលត្រូវភ្ជាប់ហើយមួយទៀតប្រទេសយើងគឺ Facebook support ហើយងាយស្រួលជាងគេគឺ Facebook support ឲ្យយើងប្រើប្រាស់ជាមួយនឹង admin ខ្មែរបានអញ្ចឹងយើងមិនបាច់ចាំប្រើ VPN សម្រាប់ការស្នើសុំទេហើយទី2តាក់ទងជាមួយនឹង payout account over ហ្នឹងគឺកន្លែងដែលយើងត្រូវដាក់ឈ្មោះអញ្ចឹងកន្លែងដែលយើងត្រូវដាក់ឈ្មោះគឺបងប្អូនត្រូវដាក់ឈ្មោះធ្វើម៉េចឲ្យដូចក្នុងកាតធនាគាររបស់យើងណាឈ្មោះកាតធនាគារបែបណាគឺដាក់បែបហ្នឹងព្រៃបើសិនជាយើងដាក់ខុសវាអត់លោតលុយចូលវាអាចនឹងមានបញ្ហាឧទាហរណ៍ថាឈ្មោះរបស់ខ្ញុំ payout account គឺខ្ញុំត្រូវភ្ជាប់ធ្វើម៉េចឈ្មោះសូយ៉ាលៀមអញ្ចឹងតាក់ទងជាមួយនឹងកាតរបស់ខ្ញុំគឺសូយ៉ាលៀមដូចគ្នាតែបើលៀមសូយ៉ាបច្ច្រាស់គ្នាអញ្ចឹងក៏អត់បញ្ហាដែរខុសលើកលែងតែឈ្មោះខុសគ្នាចំណុចទី2ហ្នឹងខ្ញុំសូមបញ្យល់ឲ្យលម្អិតបន្តិច payout account over ហ្នឹងគឺកន្លែងដែលវាឲ្យយើងបំពេញឈ្មោះអញ្ចឹងឈ្មោះកន្លែងហ្នឹងគឺសំខាន់ខ្លាំងមែនទែនបងប្អូនបំពេញធ្វើម៉េចឲ្យដូចគ្នាជាមួយនឹងកាតធនាគាររបស់យើងបំពេញធ្វើម៉េចឲ្យដូចគ្នានឹងកាតធនាគាររបស់យើងអញ្ចឹងតាក់ទងជាមួយនឹងឈ្មោះហ្នឹងគឺសំខាន់ខ្លាំងមែនទែនកុំឲ្យខុសគ្នាបន្តិចតែបច្ច្រាស់នាមតកូលអត់បញ្ហាទេឧទាហរណ៍ឈ្មោះខ្ញុំលៀមសូយ៉ាហើយកាតខ្ញុំសូយ៉ាលៀមអត់អីទេនិយាយរួមទៅអត់អីទេបើបច្ច្រាស់អញ្ចឹងតែបើយើងដាក់ឲ្យត្រូវរឹតតែល្អអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹងកាតបងប្អូនដាក់កាតប្រភេទអាស៊ីប្រទេសដែល Facebook ទទួលស្គាល់បងប្អូនអាចមើលតាមនេះបានវាមានសិង្ហបុរីម៉ាឡេស៊ីថៃឡែនហ្វីលីពីនវៀតណាមឥណ្ឌូនេស៊ីឥណ្ឌាហើយនិងប្រទេសនេះមួយទៀតបង់ក្លាដេសអីហ្នឹងអញ្ចឹងណាបងប្អូនមើលបានតែប្រទេសយើងគឺអត់មានសោះតាក់ទងជាមួយនឹងប្រទេសនៅក្នុងអាស៊ីគឺ Facebook អត់បើកឲ្យយើងទេតាក់ទងមួយនឹងកាតដែលយើងត្រូវភ្ជាប់អត់បាច់ដាក់ AC ABA ទេហើយតាក់ទងមួយនឹងអឺរ៉ុបមានប្រទេសនេះបងប្អូនអាចអានបាននេះ USA អីនេះកាណាដាអីអញ្ចឹងណាមកមើលបងប្អូនមើលបានគឺអត់មានប្រទេសខ្មែររបស់យើងទេតាក់ទងជាមួយនឹងការភ្ជាប់កាតណាអញ្ចឹងប្រយ័ត្នមានបញ្ហាយើងកុំភ្ជាប់កាតធនាគារខ្មែរយើងព្រោះអីវាអត់ទទួលស្គាល់ទេយើងកុំភ្ជាប់កាតធនាគាររបស់យើងព្រោះអីវា Facebook អត់ទទួលស្គាល់ទេណាអត់តន់ support ទេតែបងប្អូនអាចប្រើប្រាស់តាក់ទងមួយនឹងការធនាគារក្រៅប្រទេសដូចជា PayPal ហើយនិង Wish បានកាត Wish បានណាបងប្អូនយើងអាចប្រើពីនឹងបានវាធ្លាក់លុយមកគឺមានរបៀបដាក់នៃការប្រើប្រាស់ PayPal និងកាត Wishសម្រាប់វីដេអូដែលខ្ញុំភ្ជាប់កាតខ្មែរ admin ខ្មែរអាហ្នឹងគឺគ្រាន់តែជាការសាកល្បងរបស់ខ្ញុំទេបងប្អូនណាអញ្ចឹងបងប្អូនមិនបាច់ភ្ជាប់តាមខ្ញុំក៏បានដែរប៉ុន្តែបើសិនជាបងប្អូនភ្ជាប់ហើយគឺបងប្អូនត្រូវដូរកាតចេញក៏បានដែរអត់អីព្រោះយើងអត់ទាន់រលុយបានទេយើងអាចដូរកាតដាក់កាតក្រៅប្រទេសបានដាក់ PayPal ក៏បានបងប្អូនដាក់កាត Wish ក៏បានដែរអញ្ចឹងណាហើយមួយទៀតតាក់ទងមួយនឹង payout account over អាទី2ហ្នឹងបងប្អូនដាក់ជា Thailand ហ្នឹងជាប្រទេសថៃមិនបាច់ចាំដាក់ប្រទេសខ្មែរណាយកជាថៃវិញអូខេអរគុណច្រើនបងប្អូនវីដេអូនេះគ្រាន់តែជាការចែករំលែកនៃចំណេះដឹងខ្ញុំតិចតួចទេបើមានចម្ងល់អីបងប្អូនអាចឆាតសួរខ្ញុំបានដោយសារតែសំណួរនេះសម្បូរអ្នកសួរច្រើនអញ្ចឹងខ្ញុំស្រាវជ្រាវរកបន្ថែមជូនបងប្អូនរាល់សំណួរណាដែលខ្ញុំអត់ដឹងអត់ច្បាស់គឺខ្ញុំនឹងស្រាវជ្រាវនិងស្វែងរកបន្ថែមអញ្ចឹងណាបងប្អូនអូខេអញ្ចឹងតាក់ទងជាមួយនឹងចម្លើយគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីបន្ថែម comment ខាងក្រោមខ្ញុំនឹងព្យាយាមស្វែងយល់ហើយនឹងស្រាវជ្រាវជូនបងប្អូនបន្ថែមណាអរគុណបាយបាយបងប្អូនទាំងអស់គ្នា